khơi nhà lỡ ca rọc xi bọc mình chào đòi pra bịa thaរបស់នេះលក់តម្លៃ1ដុល្លារជូនបងប្អូនប៉ុន្តែមានលក្ខខណ្ឌចេះទៅប៉ុន្តែអាហ្នឹងគឺជាការរកស៊ីបោកបញ្ឆោតឲ្យបងប្អូនចូលទៅលេងជាមួយគេដោយស្ម័គ្រចិត្តបងប្អូនគេមិនបានបង្ខំមិនបានអីប៉ុន្តែបងប្អូនចង់បានរបស់គេធម្មតាទីយើងចង់បានរបស់គេគឺគេងាយនឹងបោកហើយងាយនឹងបោកបើយើងមិនលោភលន់មិនចង់បានរបស់គេបោកយើងអត់បានទេប៉ុន្តែបើថាយើងលោភលន់យើងចង់បានរបស់អីដែលងាយគឺគេនឹងងាយនឹងបោកយើងដូចគ្នាបងប្អូនត្រូវចាំថាសម័យឥឡូវលុយពិបាករកណាស់មិនមែនរបស់ដែលគេខំចាយលុយរាប់រយរាប់ពាន់ដុល្លារទៅទិញហេតុអីគេលក់ឲ្យយើង1ដុល្លារគេមិនដែរទេបងប្អូនត្រូវដឹងចំណុចនេះខ្ញុំឲ្យបងប្អូនរៀនសង្កេតមើលអ្នកដែលឡាយលក់អីវ៉ាន់ខ្ញុំមិននិយាយចំឈ្មោះទេអានេះខ្ញុំនិយាយចោលអ្នកណាដែលរកស៊ីបោកគេយកទៅអានេះខ្ញុំនិយាយសម្រាប់អ្នកដែលរកស៊ីបោកគេបងប្អូនខ្ញុំគ្រាន់តែជាការសាដាស់តឿនបងប្អូនមួយចំនួនដែលគាត់លងខ្លួនទៅនឹងការលេងពួកអានឹងតាមការ live វីដេអូរបស់គេបងប្អូនត្រូវដឹងថាយើងអានេះខ្ញុំរៀនឲ្យបងប្អូនរៀនសង្កេតមើលទី1ការ live របស់គេតតែ 4-5k ឡើងមកគេចាប់ឆ្នោតគេធ្វើចាប់ឆ្នោតបងប្អូនហ្នឹងម្នាក់1ដុល្លារក្នុង 1k view យ៉ាងហោចក៏អ្នកចូលលេង 80% ដែរបងប្អូនអញ្ចឹងមានន័យថាក្នុង 1000 នាក់អ្នកចូលលេងចំនួន 800 នាក់ហើយបងប្អូនអញ្ចឹងបងប្អូនមើល 800 នាក់ $800 ហើយអ្នកខ្លះហេតុតែចង់បានរបស់គេសុខចិត្តបាញ់លុយទៅគេ1ដុល្លារចំនួន 4-5 ដងដើម្បីទទួលបានអាការផ្សងសំណាងក្នុងធុងឆ្នោតរបស់គេដែលគេដាក់ក្នុង live 4-5 ដងដូចគ្នាបងប្អូនត្រូវដឹងថាតាមពិតអ្វីសិតតែការរៀបចំបងប្អូននេះបងប្អូនខ្ញុំនិយាយថាខ្ញុំស្មីក៏មិនប៉ុន្តែនេះគឺជាសារដាស់តឿនដែលខ្ញុំចង់ក្រើនរំលឹកបងប្អូនខ្ញុំមិនបានអាហ្នឹងខ្ញុំមិនខ្វល់ទេបងប្អូនចង់លេងចង់អីអាហ្នឹងជារឿងរបស់បងប្អូនប៉ុន្តែនេះគាត់នេះខ្ញុំផ្ដល់យោបល់ផ្ដល់គំនិតចែករំលែកឲ្យបងប្អូនតេស្តរិះពិចារណាថាអ្វីគួរអ្វីដែលមិនគួរអ្វីជឿអ្វីដែលមិនជឿបងប្អូនតាមពិតទៅអ្វីគឺជាការរៀបចំជាការ set up រួចអស់ហើយបងប្អូនហេតុអីបងប្អូនចាំមើលអ្នកត្រូវរង្វាន់ពិចារណាសិតតែអ្នកដែលមាន follower ក្នុង Facebook រាប់រយ k សិតតែបុគ្គលល្បីតើវាជារឿងចៃដន្យទេបងប្អូនដែលមនុស្សរាប់ពាន់អ្នកចាប់ចំតែអ្នកបុគ្គលល្បីបងប្អូនចាប់ចំឈ្នះចំតែបុគ្គលល្បីហើយអ្នកខ្លះចាប់ចំដែរបុគ្គលមិនល្បីប៉ុន្តែយើងចូលមើល account ទៅតែបង្កើត account ទៅតែលេង account អត់ដែលមានប្រវត្តិជាក់លាក់ផងអញ្ចឹងបងប្អូនរៀនសង្កេតមើលថាតើការរកស៊ីរបស់គេអញ្ចឹងនឹងយ៉ាងម៉េចបងប្អូនគិតថា1ដុល្លារវាមិនច្រើនទេប៉ុន្តែអានឹងជក់បងប្អូនជក់1ដុល្លារហើយ1ដុល្លារហាក់តែយើងចង់បានរបស់គេគិតណា1ដុល្លារមាននេះខ្លាចចំណាយទៅបងប្អូនឧទាហរណ៍ថាអ្នកចូលលេងចំនួន 5k វាស្មើនឹង 5000 នាក់បងប្អូនឲ្យទីម្នាក់1ដុល្លារគឺ $5000 ហើយតម្លៃរបស់ខ្លះមួយទឹក300 400 500របស់ខ្លះដល់ 1000 ហ្មងអញ្ចឹងគេមិនដែរយកលុយយល់គេមិនដែររកស៊ីខាតទេបងប្អូនជឿគេមិនដែររកស៊ីខាតទេបើរកស៊ីខាតគេមិនរកទេគេសុខចិត្តទៅដើរចាយលុយឲ្យអស់វិញអានេះគាត់ជាសារដាស់តឿនបងប្អូនចង់ជឿអត់អានេះខ្ញុំមិនខំមានលុយបងប្អូនប៉ុន្តែខ្ញុំឃើញឥឡូវអាវិស័យហ្នឹងវារិចដោះដាលខ្លាំងពេកអញ្ចឹងខ្ញុំចេះតែក្រើនរំលឹកបងប្អូនយើងទៅកុំឲ្យជ្រុលលេងនឹងពួកអាហ្នឹងព្រោះហ្នឹងយើងលេងយើងចង់បានរបស់គេជាដើមទៅលងអត់ដឹងខ្លួនបងប្អូននេះគាត់ជាសារដាស់តឿនក្រើនរំលឹកបងប្អូនទាំងអស់គ្នា